នេះជាសារមន្ទីរសហសម័យ SM Art Center បង្កើតឡើងដោយសិល្បករខ្មែរពីររូបគឺលោកស្វាយសារ៉េតនិងអ្នកស្រីយឹមម៉ាលីនសារមន្ទីរនេះទើបតែបើកសម្ពោធថ្មីដែលបង្ហាញអំពីស្នាដៃសិល្បៈជាច្រើនទម្រង់ដែលបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅពោរពេញទៅដោយអារម្មណ៍នៃការលះបង់និងការតស៊ូរបស់សិល្បករតាមរយៈស្នាដៃទាំងអស់នេះយើងអាចមើលឃើញអំពីដំណើរជីវិតការតស៊ូការលះបង់និងការខិតខំប្រឹងប្រែងរបស់សិល្បករដែលបង្ហាញអំពីអារម្មណ៍ក្តីសង្ឃឹមនិងការចង់ឲ្យតថភាពសង្គមកាន់តែប្រសើរការរួមបញ្ចូលគ្នារវាងវប្បធម៌បុរាណនិងសិល្បៈទំនើបបង្កើតជាអារម្មណ៍ថ្មីសម្រាប់អ្នកទស្សនាបង្ហាញថាសិល្បៈមិនមែនជារបស់អតីតកាលទេប៉ុន្តែជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃដែលបន្តរស់នៅក្នុងបេះដូងរបស់មនុស្សយើងនៅទីនេះក៏មានហាងកាហ្វេហើយនៅមានកន្លែងសិក្សាសិល្បៈគំនូរសម្រាប់កុមារនិងយុវជនផងដែរកុំភ្លេចចែករំលែកវីដេអូនេះដើម្បីមកទស្សនាសារមន្ទីរសហសម័យនៅសៀមរាប